Hello everyone សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសកម្រិតដំបូងទាំងអស់គ្នាបន្តទៀតនៅក្នុងថ្ងៃនេះគឺ teacher នឹងលើកយកអក្សរចំនួន5នៅក្នុងភាសាអង់គ្លេសដែលមានអក្សរ K អក្សរ L អក្សរ M អក្សរ N និងអក្សរ O ដែលទាំង5នោះគឺវាស្មើនឹងជួនជាអ្នកផ្ញើនឹងស្រៈនៅក្នុងភាសាខ្មែរដូចគ្នាហើយដូចជាអក្សរ K ស្មើនឹងជួនជាអ្នកនៅក្នុងភាសាខ្មែរចំនួន2គឺស្មើនឹងអក្សរ ខនឹងផងស្មើនឹងអក្សរកនឹងផងអញ្ចឹងអក្សរ K ស្មើនឹងអក្សរខដែលមានសំឡេងថាខអក្សរ K ស្មើនឹងខសំឡេងខហើយពេលខ្លះទៀតអក្សរ K នេះវាស្មើនឹងអក្សរកដែលមានសំឡេងថាកមានសំឡេងថាកអញ្ចឹងឧទាហរណ៍ពាក្យថា kiss ពាក្យថា kiss គឺយើងផ្ដើមដល់អក្សរ K ផ្ដើមដល់អក្សរ K មានសំឡេងថាខដល់ពេល I យើងសិក្សាមកហើយគឺស្មើនឹងស្រៈ E ឬក៏ស្មើនឹងស្រៈ E អញ្ចឹងបើយើងថា I ស្មើនឹងស្រៈ E ខ E អញ្ចឹង kiss kiss យើងប្រើថាថើបអូខេហើយដល់ពេលស្មើនឹងកសំឡេងកវិញឧទាហរណ៍ពាក្យថា karat នេះគឺជាមាសគឺជាទំហំមាសដែលមានមាសទឹកដប់ដូចជាដើមអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចូលទៅជញ្ជាក់បន្តគឺអក្សរ L ស្មើនឹងអក្សរ L ស្មើនឹងអក្សរ L ដែលមានសំឡេងថាលដែលមានសំឡេងថាល L ស្មើ L សំឡេងលឧទាហរណ៍ពាក្យថា lip ពាក្យថា lip អូខេ lip បបោមាត់អញ្ចឹងផ្ដើមដល់អក្សរ L ស្មើ L សំឡេងល E អំផ lip នឹងប្រែថាបបោមាត់អូខេអញ្ចឹងយើងចូលដល់ជញ្ជាក់បន្តគឺអក្សរ M អក្សរ M ស្មើនឹងអក្សរ M នៅភាសាខ្មែរដែលមានសំឡេងថាមសំឡេងថាមអញ្ចឹងឧទាហរណ៍ពាក្យថា miss ពាក្យថា miss ផ្ដើមដល់អក្សរ M ស្មើនឹងអក្សរ M ដែលមានសំឡេងថាម E miss ប្រែថានឹកអូខេហើយយើងចូលទៅជញ្ជាក់បន្តគឺជញ្ជាក់ N ស្មើនឹងអក្សរ N ស្មើនឹងអក្សរ N ដែលមានសំឡេងថានឹកអញ្ចឹងឧទាហរណ៍ពាក្យថា name ពាក្យថា name អញ្ចឹងផ្ដើមដល់អក្សរ N ពាក្យនេះផ្ដើមដល់អក្សរ N ស្មើនឹង N សំឡេងនឹកហើយយើងត្រូវចាំថាកាលណាយើងឃើញអញ្ចេះ E ស្មើនឹងស្រៈ A ស្មើនឹងស្រៈ A ហើយនៅក្នុងប្រឡាក់កដាលដែលមានសញ្ញាអញ្ចឹងហ្នឹងគឺយើងអាចដាក់ជញ្ជាក់ផ្សេងបានឬពាក្យថា name ប្រែថាឈ្មោះអញ្ចឹងដែរហើយដល់ពេលបន្តទៀតគឺអក្សរ O អក្សរ O គឺជាស្រៈនៅក្នុងភាសាអង់គ្លេសហើយក៏ជាស្រៈនៃភាសាខ្មែរដូចគ្នាថាអក្សរ O ស្មើនឹងស្រៈ O ស្មើនឹងស្រៈ U ផងនិងស្មើនឹងស្រៈ O ផងហ្នឹងហើយអញ្ចឹងឧទាហរណ៍ពាក្យថា hole ប្រើថាម៉េច hole ប្រើថារុនអូខេអញ្ចឹងផ្ដើមដល់អក្សរ H បូកជាមួយនឹងស្រៈហើយនឹងជញ្ជាក់នេះឯងអញ្ចឹង hole ប្រើថារុនអូខេ everyone អញ្ចឹងក្នុងវីដេអូនេះគឺយើងសិក្សាតែ5អក្សរនៅក្នុងភាសា5តួអក្សរក្នុងភាសាអង់គ្លេសតែប៉ុណ្ណោះហើយយើងនឹងសិក្សាតួអក្សរផ្សេងទៀតនៅក្នុងវីដេអូបន្ត